Chào mừng bạn con vềខ្លះគេត្រូវការនិយាយរឿងក្នុងចិត្តឲ្យយើងស្ដាប់បណ្ដាយសំណួរសួរថាតើយើងជាពុកម្ដាយគាត់នេះយើងមានពេលស្ដាប់គាត់ប៉ុណ្ណាខ្ញុំជឿថាកូនវ័យខុសគ្នារបៀបនិយាយក៏ខុសគ្នាដែរកូនដែលបើបងប្អូនមានកូនច្រើនអាចនឹងសង្កេតបានច្រើនហើយបើវ័យខុសគ្នាទាំងអស់ទៀតនឹងសង្កេតបានដែរកូនតូចនៅជា baby នៅជាកូនង៉ែតហ្នឹងគឺការនិយាយរបស់គាត់ហ្នឹងគឺតាមរយៈកាយវិការរបស់គាត់ហើយនឹងការរៀននិយាយរបស់គាត់នឹងឯងវ័យ9ខែហ្នឹងទៅពេលដែលយើងរៀបចេញពីផ្ទះគាត់តោងគាត់អីឬក៏យើងត្រឡប់ទៅជួបគាត់តាមគាត់អីហ្នឹងអាហ្នឹងគឺភាសារបស់គាត់ឯងភាសានិយាយរឿងក្នុងចិត្តឯងគាត់ចង់ប្រាប់ថាបើយើងរៀបចេញមកពីផ្ទះរៀបចេញពីគាត់ហ្នឹងគាត់តាមគាត់តោងហ្នឹងគឺគាត់ចង់និយាយប្រាប់ថាកូនអត់ចង់ឲ្យម៉ាក់ទៅទេកូនអត់ចង់ឲ្យប៉ាទៅទេកូនចង់នៅជាមួយអីអញ្ចឹងទៅហើយនៅពេលនេះទៅដល់គេអត់តែខិបទៅខប់គេរត់គេស្ទុះមកណាមកន័យថាគេនឹកឯងចាគេនឹកឯងគេសប្បាយចិត្តហើយគេចង់និយាយប្រាប់ឯងយើងនៅក្បែរគេយើងទៅស្ដាប់គេយើងដឹងពីដំណើរនៃការលូតលាស់របស់គេហ្នឹងយើងនឹងសប្បាយចិត្តខ្ញុំជឿថាបងប្អូនដែលមានកូនតូចកូនង៉ែតទទួលអារម្មណ៍ហ្នឹងឯងហើយបើមានកូនក្នុងវ័យមួយទៀត9ឆ្នាំអីចឹងទៅវ័យដែលគេទៅសាលារៀនហើយក្មេងៗឥឡូវបកកាយណាស់បងប្អូនវ័យត្រឹម9ឆ្នាំរៀនថ្នាក់ទី3ទី4នេះចេះដល់ធ្វើគេហៅថារៀបបទបង្ហាញណាពាក្យគេប្រើបច្ចេកទេស slide presentation គេប្រើសិតតែ Canva គេ design គេអីគេរៀបស្អាតណាហើយពេលគេរៀបចំហើយចឹងទៅគេចង់បង្ហាញប្រាប់ម៉ាក់ប្រាប់ប៉ាម៉ាក់នេះអូនរៀបនេះម៉ាក់មើល slide អូនណាគេរៀបរាប់ប្រាប់យើងហើយនៅពេលដែលយើងគ្រាន់តែអង្គុយមើលគេស្ដាប់គេហើយពេលខ្លះយើងមើលឃើញហើយយើងទៅសារអូកូនប្រកាយម៉េះកូនល្អម៉េះកូនប៉ុណ្ណឹងណាវាគឺជាកម្លាំងចិត្តដ៏ធំមកគេហៅធំមហិមាសម្រាប់គេហ្មងណាហើយនៅពេលដែលគេសប្បាយចិត្តពេលខ្លះជុំគ្នាទាំងប៉ាទាំងម៉ាក់ទៅគេកាន់សប្បាយពេលខ្លះបានតែម៉ាក់សិនគេប្រាប់តែម៉ាក់ចាំកូនទៅប្រាប់ប៉ាទៀតបង្ហាញប្រាប់ប៉ាទៀតហ្នឹងណាមានន័យថាគេកំពុងតែមានមោទនភាពចំពោះស្អីដែលគេកំពុងធ្វើហើយគេសប្បាយចិត្តគេមានក្តីសុខគេចង់ធ្វើទៀតអញ្ចឹងបើស្អីដែលយើងអាចធ្វើបានតែប៉ុណ្្នឹងបងទីងតិចទេយើងមានពេលវេលាមួយគេហើយទោះបីយើងរវល់យ៉ាងណាក៏ដោយបើសិនជាខណៈហ្នឹងពុកម្ដាយដែលរវល់បច្ចុប្បន្នយើងមកពីធ្វើការយើងត្រូវធ្វើម្ហូបម្ហែបយើងត្រូវមានកិច្ចការផ្ទះឬក៏កិច្ចការដែលសល់ពីកន្លែងធ្វើការត្រូវប្រហើយធ្វើអីបើទោះបីជាយើងប្រហើយការងារយើងបដើទុកការងារយើងតាមបន្តិចឬក៏ថាធ្វើបាយម្ហូបបដើបិទហ្គាសមួយផ្លែតមកមើលកូនណាមើលដែលគាត់បង្ហាញហ្នឹងណាក៏ជាការឲ្យកម្លាំងចិត្តដែរអត់ទៀមទាត្រូវមកអង្គុយមួយគាត់រាប់ម៉ោងទេត្រឹមតែដកឃ្លា3នាទីទៅ5នាទីស្ដាប់គាត់អ្វីដែលគាត់ចង់និយាយវាគឺជាកម្លាំងចិត្តវាគឺជារបៀបប្រស័យតាក់ទងមួយដែលយើងអាចធ្វើជាមួយពួកគាត់បានហើយនឹងកូន9ឆ្នាំរបស់យើងចុះកូន14ឆ្នាំវ័យហ្នឹងគឺជាវ័យគេហៅថាដំណើរដែលវិវត្តវ័យជំទង់ហើយគាត់ឈានទៅដល់ការពេញវ័យពេលហ្នឹងអូគំនិតនឹងមកពីណាហើយអារម្មណ៍មនោសញ្ចេតនារបស់គាត់ដូរម្ដងចេះម្ដងចុះពេលខ្លះគាត់ចង់ប្រាប់យើងពីរឿងមិត្តភក្តិរបស់គាត់ពេលខ្លះគាត់ចង់ប្រាប់យើងពីរឿងគ្រូរបស់គាត់ពេលខ្លះគាត់ចង់ទៅនេះគាត់ចង់ទៅនោះពេលខ្លះគាត់ចង់ធ្វើនេះធ្វើនោះឲ្យទាន់ trend ណាគេហៅ trend ណាគេធ្វើអីកាយវិការអីហើយក្មេងៗបច្ចុប្បន្នគាត់ចង់សម្របគេហៅថា Gen Z ហ្នឹងគឺធ្វើអីទៅតាមបរិបទសង្គមនៅពេលបច្ចុប្បន្នរបស់គាត់ដែរអញ្ចឹងនៅពេលដែលយើងមានពេលវេលាជាមួយគាត់ទៅណាមកណាមួយគាត់ឬក៏ថាបើគាត់ចង់ទៅកន្លែងណានាំគាត់ទៅលេងជួនកាលយើងសៅរ៍អាទិត្យអីយើងឆ្លៀតដកឃ្លាបានមកព្រឹកមករសៀលឬក៏មកល្ងាចអីហើយបានសួរនាំគាត់បានស្ដាប់ពីអារម្មណ៍គាត់គឺគាត់សប្បាយចិត្តខ្លាំងណាស់គាត់ចង់និយាយគាត់ចង់ប្រាប់យើងថាគាត់កំពុងតែគិតអីគេហៅថាការចំណាយពេលវេលាដ៏មានគុណភាពជាមួយនឹងកូនព្រោះគាត់ចង់ប្រាប់យើងអញ្ចឹងសកម្មភាពរបស់គាត់កាយវិការរបស់គាត់តម្រូវការរបស់គាត់បង្ហាញចេញតាមរយៈរឿងអស់ហ្នឹងហើយគេហៅថាភាសាប្រស័យតាក់ទងរវាងគាត់មកយើងអញ្ចឹងមានពេលខ្លះជាមួយគាត់គឺជារឿងល្អដល់ពេលកូន19ឆ្នាំគេចាប់ដើមដូចយើងហ្នឹងនិយាយទៅគេចាប់ដើមរៀបចំគ្រួសារខ្លួនគេបានហើយគេចេះរស់ដោយខ្លួនគេហើយអញ្ចឹងពេលខ្លះគេអត់សូវចង់និយាយវិញអញ្ចឹងភាសាប្រស័យតាក់ទងការដែលគេចង់និយាយជាមួយប៉ាម៉ាក់គឺតាមរយៈការមិននិយាយវិញខ្ញុំចង់បានន័យថាម៉េចពីពេលមុនណាគេនិយាយច្រើនមានអីគេចង់ប្រាប់ឥឡូវបើមានអីគេនៅស្ងៀមវិញអញ្ចឹងបានយើងជាពុកម្ដាយយើងត្រូវមានគេហៅថាមានក្បាច់គុណមួយទៀតមានសមត្ថភាពមួយទៀតដែលអាចស្ដាប់ឮអ្វីដែលគេអត់និយាយ
ប៉ុន្តែកាយវិការមួយចំនួនប្រកាសជាបង្ហាញសញ្ញាឲ្យយើងមើលឃើញថាកូនយើងកំពុងតែគិតអីកំពុងតែធ្វើអីចាំបើសិនជាយើងមានពេលវេលាជាមួយគាត់ធ្វើជាមិត្តភក្តិគាត់ស្វែងយល់ពីគាត់ពេលខ្លះមិនចាំបាច់ទៅសួរគាត់ទេយើងអាចចាប់ផ្ដើមផ្ដល់ពេលវេលាឲ្យគាត់ប្រាប់គាត់ថាឥឡូវម៉ាក់មានពេលកន្លះម៉ោង1ម៉ោងមួយកូនឬក៏បើនេះទេយើងទៅក្រៅមួយគ្នាមួយផ្លែតក៏បានដែរគាត់ឯងទៅឡានមួយម៉ាក់អីចឹងទៅអញ្ចឹងក្នុងពេលដែលយើងជិះឡានឬក៏អីមួយគ្នាឬក៏ពេលដែលយើងមានពេលមួយគាត់ប្រាប់ថាឥឡូវគាត់ឯងចង់ប្រាប់អីម៉ាក់ប្រាប់បាទមានអីចង់ទៅចែកមួយម៉ាក់មានពេលម៉ាក់ស្ដាប់អញ្ចឹងពេលនឹងឯងខ្ញុំជឿថាគាត់នឹងនិយាយរឿងក្នុងចិត្តរបស់គាត់រឿងអីដែលគាត់គិតផែនការជីវិតរបស់គាត់ឬក៏សំណួរឬក៏ស្អីផ្សេងៗហ្នឹងនឹងលេចចេញមកប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងមិនប្រយ័ត្នយើងអាចនឹងមានអារម្មណ៍ថាវាឥឡូវនេះវាប្លែកវាលែងនិយាយលែងស្ដីមួយម៉ែឪហីបើសិនជាយើងគិតបែបគេថា convert បដូរទៅជាអវិជ្ជមានបែបហ្នឹងយើងអាចនឹងមិនសូវសប្បាយចិត្តជាមួយកូនតែបើសិនជាយើងត្រឡប់មកវិញថាប្រហែលជាគេមានអីមួយគេចង់ប្រស្រ័យតាក់ទងមួយយើងគេចង់និយាយមួយយើងគ្រាន់តែថាគេហាក់មើលទៅយើងហត់ពេកយើងអត់មានពេលមួយគេឬក៏ថាពេលវេលាវាមិនទាន់ស័ក្តិសមតែគេកំពុងតែរកដែរតែពេលណាដែលស័ក្តិសមសម្រាប់ឲ្យគេប្រាប់ប៉ាប្រាប់ម៉ាក់អីចឹងទៅហើយបើសិនជាយើងមានពេលឲ្យគេហើយស្ដាប់ហើយសុំយករឿងហ្នឹងជារឿងដែលសំខាន់ពេលខ្លះយើងស្ដាប់ហើយយើងបែរយើងនិយាយរឿងអញ្ចឹងសោះហើយតែប៉ុណ្្នឹងសោះហ្នឹងអូបើម៉ាក់វិញមិនអញ្ចឹងទេបើម៉ាក់វិញអញ្ចឹងចុះបើហ៊ានតែយើងនិយាយបែបហ្នឹងលើក្រៅគាត់ឡើងនិយាយមកឬក៏ពេលខ្លះគាត់ចោលពាក្យមួយទៀតថានិយាយទៅអីម៉ាក់មិនដែលខ្វល់ផងនិយាយទៅអីម៉ាក់មិនដែលស្ដាប់ផងឲ្យតែកូននិយាយរាល់ដងម៉ាក់ថារឿងហ្នឹងចេះរឿងហ្នឹងចុះឃើញទេអញ្ចឹងពេលខ្លះជំនាញនៅក្នុងការស្ដាប់ហ្នឹងគឺជារឿងដែលសំខាន់ជំនាញនៅក្នុងការប្រស័យតាក់ទងវាមិនមែនគ្រាន់តែនិយាយទេពេលដែលយើងប្រកែកស្ដាប់គេហៅថា empathic listening ស្ដាប់ដោយមេត្តាស្ដាប់ដោយការយល់ចិត្តអាហ្នឹងគឺជារឿងមួយដែលអាចជួយឲ្យយើងបានយល់ច្រើនហើយមិនមែនតែយើងប្រើជាមួយកូនទេពេលខ្លះដៃគូរបស់យើងស្វាមីភរិយារបស់យើងបើសិនជាបានយល់គ្នាបានស្ដាប់ដោយការយល់ចិត្តខ្ញុំជឿថាយើងនឹងអាចកាត់បន្ថយទំនាស់នឹងបានច្រើនមែនទែនប៉ុន្តែពេលខ្លះណាស់តែយើងចូលចិត្តស្ដាប់ផងវិនិច្ឆ័យផងស្ដាប់មិនទាន់ចប់ផងចាប់ផ្ដើមកាត់គ្នាអញ្ចឹងនៅពេលនឹងឯងទំនាស់វាអាចនឹងកើតមានឡើងយើងសរុបមកវិញវីដេអូមួយនេះខ្ញុំជឿថាបងប្អូនអាចនឹងបានជាគំនិតខ្លះនៅក្នុងការប្រស័យតាក់ទងជាមួយកូនដើម្បីឲ្យទំនាក់ទំនងរបស់យើងកាន់តែជិតស្និទ្ធហើយដើម្បីឲ្យយើងបានផ្ដល់ភាពកក់ក្ដៅកាន់តែប្រសើរជាងមុនទៅដល់កូនហើយឲ្យកូនកាន់តែជឿជាក់លើក្តីស្រឡាញ់របស់យើងចំពោះពួកគាត់ហើយច្បាស់ថាឪពុកម្ដាយជាមនុស្សដែលជាទីទុកចិត្តបំផុតក្នុងជីវិតរបស់គាត់ច្បាស់ថាផ្ទះគឺជាទីកន្លែងដែលសុវត្ថិភាពបំផុតដែលមានសេចក្តីសុខសុភមង្គលបំផុតដែលគាត់ទៅណាហើយគឺមិនចោលផ្ទះគឺចង់តែមកនៅផ្ទះដើម្បីទទួលបាននូវសេចក្តីសុខនេះបន្តទៀតចា៎អរគុណ